នេះជាវីដេអូនឹងជាសកម្មភាពដែលខ្ញុំបានថតនៅក្នុងផ្ទះរបស់ខ្ញុំគឺខាងស្រុកវិវែងខេត្តពោធិ៍សាត់បងប្អូនតែសារឆ្នាំនេះគឺខ្ញុំមកធ្វើចំការចន្ទីបងប្អូនហើយចន្ទីឆ្នាំនេះដូចជាវាចេញរឿងយឺតដែរបងប្អូនតែសារខែ3ហើយនៅទៅតែចេញទុំមួយបងប្អូនហើយនៅខាងស្រុកចកាលើហ្នឹងក៏មិនទាន់ចេញស្រស់ដែរបងប្អូនគឺរៀងយឺតដែរហើយនេះខ្ញុំធ្វើដំណើរមកដល់ទឹកដីនៃខេត្តពោធិ៍សាត់មុននឹងទៅដល់ខេត្តពោធិ៍សាត់គឺយើងបានលាងសម្អាតរថយន្តរបស់ខ្ញុំឲ្យវាស្អាតតិចចឹងណាបងប្អូនហើយព្រលឹមឡើងគឺខ្ញុំបានធ្វើដំណើរចេញមកតាមផ្លូវជាតិលេខ5ដល់រង្វង់មូលប្រកោបកែវនៅខាងឧដុង្គណាបងប្អូនហើយបន្ទាប់មកគឺយើងបានធ្វើដំណើរបន្តទៀតទៅតាមផ្លូវជាតិលេខ5ដើម្បីឆ្ពោះទៅដល់ក្រុងពោធិ៍សាត់ហើយនេះឯងជានិមិត្តរូបនៃតំណាងឲ្យក្រុងពោធិ៍សាត់បងប្អូនហើយឥឡូវនេះគឺខ្ញុំបានចូលក្រាសាំងដើម្បីរកទិញអីហូបដោយសារខ្ញុំរៀងងុយដេកដែរហើយណាមួយគឺយើងបើកឡានម្នាក់ឯងបងប្អូនហើយអញ្ចឹងហើយគឺយើងដាក់កាហ្វេមួយកែវទៅដើម្បីឲ្យអារម្មណ៍យើងស្រស់ថ្លានិងកុំឲ្យងុយដេកដោយសារខ្ញុំបើកឡានរៀងយូរគឺខ្ញុំងុយដេកហើយបងប្អូនហើយបន្តមកគឺខ្ញុំបានធ្វើដំណើរមកដល់ផ្លូវបំបែកអង្គញាឃ្លាំងមឿងឬក៏លោកតាឃ្លាំងមឿងអញ្ចឹងណាបងប្អូនដោយសារកន្លែងហ្នឹងគឺជាទីសក្ការៈបូជាប្រជាពលរដ្ឋជាច្រើនដែលមកឆ្លងកាត់នៅទីនេះភាគច្រើនចូលមកអុជធូបសុំក្តីសុខក្តីចម្រើនអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺខ្ញុំបានធ្វើដំណើរមកសទូធំមកដល់មុំមូក្រូចគឺនៅខាងស្រុកកវាញបងប្អូនមកដល់មុំមូក្រូចនេះគឺយើងបត់ស្ដាំដោយសារយើងឡើងទៅស្រុកកវាញស្រុកវាវែងបងប្អូនហើយនេះជាទិដ្ឋភាពនៅតាមដងផ្លូវគឺមិនសូវមានឡានម៉ូតូច្រើនទេដោយសារខាងនេះគឺរៀងដាច់ស្រយាលដែរហើយនៅតាមផ្លូវនេះគឺខែភាសាបានស្អាតបងប្អូនហើយបន្ទាប់មកគឺខ្ញុំបានមកដល់ច្រកផ្លូវបំបែកចូលចំការរបស់ខ្ញុំហើយចូលទៅចំការរបស់ខ្ញុំហ្នឹងគឺចម្ងាយពីខ្នល់ជាតិទៅដល់ចំការហ្នឹងប្រហែលជា6ទៅ7គីឡូដែរបងប្អូនប៉ុន្តែផ្លូវគឺឡានយើងចូលទៅដល់ប៉ុន្តែបើខែភាសាគឺរៀងពិបាកបន្តិចដោយសារខែភាសាផ្លូវភាគច្រើនគឺដាច់អញ្ចឹងណាដោយសារឡានដឹកតំណែងដូចដឹកដលងដឹកអីហ្នឹងច្រើនទៅគឺវាធ្វើឲ្យដាច់ហើយនេះជាចំណោទទឹកចេញបងប្អូនហើយទឹកហ្នឹងគឺចេញពីរូនភ្នំតែម្ដងបងប្អូនហើយបងប្អូនប្រជាពលរដ្ឋនៅតំបន់ហ្នឹងភាគច្រើនគឺគេប្រើប្រាស់ទឹកហ្នឹងឯងបងប្អូនព្រោះដោយសារនៅតំបន់ហ្នឹងគឺគេប្រើទឹកភ្លៀងភាគច្រើនហើយនឹងទឹកស្រះប៉ុន្តែដល់ពេលខែប្រាំងគឺរីងអស់ហើយគឺមានតែទឹកនេះឯងដែលចេញពីភ្នំហើយមានរសជាតិឆ្ងាញ់មែនតើបងប្អូនខ្ញុំទៅភាគច្រើនគឺយកទឹកហ្នឹងយកទៅហូបហើយឥឡូវមុននឹងឡើងដល់ចំណោទទី2គឺខ្ញុំរងចាំគោយន្តចុះមកសិនហើយបន្ទាប់មកគឺខ្ញុំបានឡើងមកដល់ចំណោទទី2ហើយគឺខ្ញុំទៅឡើងភ្នំតែម្ដងហើយកន្លែងភ្នំហ្នឹងគឺគេចាក់ប៊ីតុងហើយបន្ទាប់មកគឺខ្ញុំបានមកដល់ផ្ទះរបស់ខ្ញុំហើយនេះឯងជាទិដ្ឋភាពនិងបរិវេណជុំវិញផ្ទះរបស់ខ្ញុំបន្ទាប់មកព្រឹកស្អែកឡើងគឺខ្ញុំបានជួលបងមកជួយកាត់ស្មៅអញ្ចឹងណាបងប្អូនដោយសារស្មៅរបស់យើងគឺយើងបាញ់ថ្នាំពីខែភាសាហើយប៉ុន្តែយើងមិនទាន់បានកាត់សម្អាតវាដើម្បីឲ្យវាស្អាតអញ្ចឹងទេអញ្ចឹងយើងត្រូវកាត់បន្ថែមទៀតអញ្ចឹងណាបងប្អូនហើយស្មៅចន្ទីបើយើងមិនកាត់សម្អាតអញ្ចឹងទេគឺយើងរើសក្របចន្ទីគឺពិបាកបន្តិចដោយសារវាបាំងហើយនឹងកប់ស្លឹកវាអញ្ចឹងណាបងប្អូនហើយនេះឯងជាក្តាប់ចន្ទីរបស់ខ្ញុំវាទៅតែចេញបានតែប៉ុណ្្នឹងទេវាអត់តទុំស្រស់ទេបងប្អូនហើយដើមខ្លះក៏មិនតចេញក្តាប់ដែរឆ្នាំនេះរៀងយូរបន្តិចអត់ដឹងថាមូលហេតុអីដែរទេព្រោះរាល់ឆ្នាំឲ្យតែចុងខែ2ឬក៏ពាក់កណ្ដាលខែ2ហ្នឹងគឺយើងចាប់ផ្ដើមរើសបដាហើយតែបើខែនេះចូលខែ3ហើយគឺមិនទាន់បានរើសទេហើយដើមខ្លះទើបតែទុំចឹងឯងបងប្អូនហើយចន្ទីនេះគឺយើងអត់បាញ់ថ្នាំដោយសារយើងនៅឆ្ងាយអត់សូវបានថែទាំវាចឹងណាបងប្អូនអញ្ចឹងហើយធ្វើចន្ទីរបស់ខ្ញុំនេះមិនជាសូវល្អប្រហែលទេបងប្អូនហើយនេះជាទិដ្ឋភាពដែលភ្លើងឆេះព្រៃនៅពេលថ្ងៃត្រង់គឺខ្ញុំហូបបាយហើយគឺខ្ញុំងាកទៅឃើញភ្លើងឆេះព្រៃមើលទៅគួរខ្លាចបងប្អូនហើយនេះជាសកម្មភាពដែលខ្ញុំដុតស្លឹកចន្ទីបដាដោយសារនេះជាពេលល្ងាចហើយខ្ញុំផ្លុំបានខ្លះគឺខ្ញុំដុតបដាអញ្ចឹងឯងបងប្អូនព្រោះវាយើងដុតតែពេលថ្ងៃគឺអត់កើតទេចន្ទីរបស់យើងនឹងអាចខូចច្រើនព្រោះដោយសារពេលថ្ងៃវាក្តៅហើយនឹងខ្យល់ខ្លាំងអញ្ចឹងណាបងប្អូនហើយនេះជាសកម្មភាពដែលខ្ញុំបានផ្លុំស្លឹកចន្ទីដើម្បីទុកយើងដុតនៅពេលយប់អីចឹងណាបងប្អូនណាមួយដុតពេលយប់វាត្រជាក់ដែរហើយពេលយប់គឺខ្ញុំដុតចន្ទីបដាក៏ខ្ញុំដើរចាប់មេខ្ញុងនេះបងប្អូនណាមេខ្ញុងឬក៏មេអំពិលព្រៃហើយយកមកលេងគឺអូយរសជាតិឆ្ងាញ់អែមតែម្ដងបងប្អូនហើយធំមែនតើហើយមេហ្នឹងគឺវាមកស៊ីត្រួយចន្ទីរបស់ខ្ញុំណាបងប្អូនវាកាត់ផ្លែកាត់ក្តឹបអីដែរហ្នឹងបងប្អូនកាត់ត្រួយកាត់អីដល់ពេលចឹងគឺយើងចាប់វាមកយកមកលីង
hộp cứ chiết tại bằng một bộ này mới bộ nhom hộp về nhớ tại chẳng tham một bộ tại vật mê nó cứ chẳng anh mình tén hay nhom khan là hộp về giờ về buồn đọc nam tại một bộ cả được mình cứ châu chất chắp á về là nghiêng rồi có về liêng cọc hai mà đó cứ châu chất chắp mình tên tại sao vì mà châu là xì trôi tiếp rồi trôi chơi xây á một bộ hay vì tố có miền tập năng đá ở con trai một bộ tại bạn tu sửa nào vì tố đi tăng vì đau hồi đó chọn bye bye